ជំរាបសួរលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះចនរតនាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការងារ prepare សម្រាប់ midterm ដែលជាការងារទី2អញ្ចឹងនៅក្នុងការងារនេះគឺយើងមាន9ចំណុចដែលចំណុចនីមួយៗនេះគឺខ្ញុំបានលិះនៅខាងក្រោមនេះហើយយើងនឹងចាប់ផ្ដើមអំពីចំណុចទី1រហូតដល់ចំណុចទី9ទាំងអស់គ្នាអញ្ចឹងនៅក្នុងចំណុចទី1គឺយើងត្រូវបង្កើតក្រុម3ដែលទី1គឺក្រុម developer ក្រុម UX UI ហើយនិងក្រុម DevOps អញ្ចឹងឥឡូវយើងចូលទៅកាន់ការងារទី1របស់យើងគឺបង្កើតក្រុមមួយសិនអញ្ចឹងឥឡូវខ្ញុំធ្វើការចូលទៅកាន់ Ubuntu server តាមរយៈ SSH ខ្ញុំប្រើ PowerShell អញ្ចឹងឥឡូវខ្ញុំធ្វើការ remote ចូលទៅកាន់ Ubuntu server របស់ខ្ញុំអញ្ចឹងឥឡូវខ្ញុំចូលទៅកាន់ Ubuntu server របស់ខ្ញុំរួចរាល់ហើយឥឡូវខ្ញុំធ្វើការបង្កើតក្រុមមួយក្រុម3អញ្ចឹងខ្ញុំប្រើប្រាស់នៅ command sudo ក្រុម add អញ្ចឹងក្រុមដែលយើងត្រូវបង្កើតទី1គឺក្រុម developer ហើយក្រុមមួយទៀតគឺក្រុម UX UI អញ្ចឹងខ្ញុំសុំធ្វើការភ្ជាប់គ្នាadd UX UI ខ្ញុំភ្ជាប់ command មួយទៀតទៅហើយក្រុម add អញ្ចឹងក្រុមមួយទៀតគឺក្រុម DevOps ខ្ញុំធ្វើការចុច enter អញ្ចឹងឥឡូវដាក់ passwordចឹងឥឡូវខ្ញុំបានបង្កើតក្រុមបានជោគជ័យហើយអញ្ចឹងខ្ញុំធ្វើការ check មើលសិនដើម្បីបញ្ជាក់ etc ក្រុមcat អញ្ចឹងមុននេះគឺយើងបានបង្កើតក្រុម3អញ្ចឹងវាមាន link នៅខាងក្រោមនេះ developer UX UI ហើយនិង DevOpsអញ្ចឹងចំណុចទី1របស់យើងតាក់ទងជាមួយនឹងការបង្កើតក្រុមត្រូវបានបញ្ចប់ហើយអញ្ចឹងយើងចូលមកដល់ចំណុចទី2នេះចំណុចទី2គឺតាក់ទងជាមួយនឹងការលុបក្រុម developer ចេញហើយបន្តមកទៀតយើងប្រើប្រាស់ comment ដើម្បីបញ្ជាក់ថាយើងបានលុបហើយនៅអញ្ចឹងឥឡូវនេះខ្ញុំចូលទៅកាន់ចំណុចទី2ខ្ញុំធ្វើការ delete ក្រុមប្រើប្រាស់នៅ command ក្រុម del តោះមកទៀតខ្ញុំដាក់ឈ្មោះក្រុម អញ្ចឹងឥឡូវខ្ញុំបានលុបហើយអញ្ចឹងឥឡូវខ្ញុំធ្វើការបញ្ជាក់ថាតើរបស់យើងបានលុបហើយនៅអញ្ចឹងខ្ញុំប្រើប្រាស់នៅ command grab developer/etc/group អញ្ចឹងឥឡូវយើងរកអត់ឃើញក្រុមមួយហ្នឹងទេអញ្ចឹងក្រុមរបស់យើងគឺលុបបានជោគជ័យហើយអញ្ចឹងឥឡូវយើងចំណុចទី2គឺយើងបានអនុវត្តរួចហើយអញ្ចឹងយើងចូលទៅដល់ចំណុចទី3ចំណុចទី3គឺយើងធ្វើការបង្កើតនៅក្រុម developer ហ្នឹងឡើងវិញអញ្ចឹងខ្ញុំធ្វើការបង្កើតនៅក្រុម developer ហ្នឹងឡើងវិញអញ្ចឹងប្រើប្រាស់ command sudo ដែរក្រុម add developer អញ្ចឹងខ្ញុំធ្វើការ check ដល់ទៀតនេះក្រុម developer នេះគឺយើងបានបង្កើតជោគជ័យហើយដែលវាមាន ID 1004 developer អញ្ចឹងនៅកន្លែងនេះគឺយើងបានអនុវត្តរួចហើយជាមួយចំណុចទី3អញ្ចឹងយើងចូលដល់ចំណុចទី4
ចំណុចទី4គឺតាក់ទងជាមួយនឹងការបង្កើត file អញ្ចឹងនៅក្នុងនេះយើងត្រូវបង្កើត file ចំនួន3ទី1 developer process.txt ux ui process.txt ហើយនិង devof process.txt អញ្ចឹងឥឡូវខ្ញុំធ្វើការប្រើប្រាស់នៅ command ដើម្បីបង្កើត file ទាំង3ហ្នឹងអញ្ចឹងឥឡូវខ្ញុំប្រើប្រាស់នៅ command touch developer process.txt ខ្ញុំសូមធ្វើការបង្កើតម្ដងមួយប្រើប្រាស់នៅ touch ដែរ devof process.txt ដល់ទៀតយើងបង្កើតមួយចុងក្រោយ touch ui process.txt ដែរអញ្ចឹងឥឡូវយើងបានបង្កើតបាន file 3ហើយអញ្ចឹងនៅក្នុងចំណុចនេះគឺយើងបានអនុវត្តរួចហើយចំណុចទី4អញ្ចឹងធ្វើការបិទចោលចូលដល់ចំណុចទី5អញ្ចឹងចំណុចទី5យើងត្រូវ list file នឹងទាំងអស់ឡើងវិញខ្ញុំធ្វើប្រាស់នៅ command ls -l នេះគឺយើងទទួលបាន file 3នេះហើយនេះយើងអត់រាប់ទេនេះដោយសារខ្ញុំតេស្តការពីលើកមុនយើងមាន file 3គឺ developer devof process និង ui process.txt អញ្ចឹងឥឡូវនេះយើងបញ្ចប់ចំណុចទី5ហើយយើងចូលដល់ចំណុចទី6គឺការ change permission ទៅកាន់7 5 5អញ្ចឹងមានន័យថានៅ file យើងនឹង change file txt ទាំងអស់ហ្នឹងទៅ permission 7 5 5អញ្ចឹងឥឡូវយើងប្រើប្រាស់នៅ command ដើម្បី change permission file ទាំងអស់ហ្នឹងប្រើប្រាស់ chmod ដល់មកទៀតខ្ញុំដាក់ permission ឲ្យវា755នេះមានន័យថាលេខ7គឺតំណាងឲ្យ owner ហើយលេខ5តំណាងឲ្យ group ហើយ5ចុងក្រោយនេះគឺតំណាងឲ្យ order អញ្ចឹង755នេះមានន័យថា owner គឺគាត់ full access លើនឹងមានន័យថាគាត់អាច read write ហើយនិង execute ហើយចំណែកទី5ចំណែកលេខ5ច្រឡំអញ្ចឹងនៅចំណែកលេខ5នេះគឺជា permission របស់គ្រប់អញ្ចឹង permission របស់គ្រប់លេខ5មានន័យថាអញ្ចឹងលេខ5គឺជា permission សម្រាប់គ្រប់អញ្ចឹងគ្រប់មានលេខ5អញ្ចឹងមានន័យថាគ្រប់អាច read ហើយនិង execute បានហើយចំណែកលេខ5ចុងក្រោយនេះគឺតំណាងឲ្យ order អញ្ចឹងorder គឺគាត់អាច read ហើយនិង execute បានដែរអញ្ចឹងឥឡូវយើងត comment របស់យើងអញ្ចឹងយើងដាក់ permission 755សម្រាប់ឲ្យfile txt ហ្នឹងដាក់សញ្ញាផ្កាយយើងដាក់ txt អញ្ចឹងឥឡូវនេះបើសិនជាយើងចង់កំណត់ទៅលើ file ជាក់លាក់ណាមួយយើងអាចប្រើប្រាស់នៅឈ្មោះ file បន្តមកទៀតយើងដាក់ .txt ទៅឈ្មោះ file .txt ហ្នឹងទៅប៉ុន្តែនេះកន្លែងនេះខ្ញុំមាន file 3អញ្ចឹង file 3ហ្នឹងខ្ញុំចង់ឲ្យវាមាន permission នឹងទាំងអស់ខ្ញុំប្រើប្រាស់ផ្កាយ .txt អញ្ចឹងឥឡូវខ្ញុំធ្វើការចុច enter បន្ទាប់ពីចុច enter ហើយវាបាន apply permission នឹងទៅកាន់ file នឹងជោគជ័យហើយអញ្ចឹងឥឡូវខ្ញុំធ្វើការចូលដល់ចំណុចទី7អញ្ចឹងចំណុចទី6គឺយើង change file permission នេះយើងប្រើបានជោគជ័យហើយអញ្ចឹងយើងចូលដល់ចំណុចទី7គឺយើង list file ធម្មតាទេអញ្ចឹងខ្ញុំប្រើប្រាស់នៅ command ls -l បន្តមកទៀតវានឹងបង្ហាញអំពី permission របស់ file ហើយនិងព័ត៌មានរបស់ file មួយហ្នឹងអញ្ចឹងយើងឃើញថា permission នៅនេះវាបាន apply ឲ្យហើយអញ្ចឹងឥឡូវយើងចូលទៅកាន់ចំណុចបន្ទាប់ទៀតអញ្ចឹងចំណុចទី7គឺបានរួចរាល់ហើយអញ្ចឹងយើងទៅកាន់ចំណុចបន្ទាប់ទៀតចំណុចបន្ទាប់គឺយើងត្រូវធ្វើតាក់ទងជាមួយនឹងការ assign សិទ្ធិទៅឲ្យ devof group អញ្ចឹង
group ផ្សេងបើសិនជា user ផ្សេងគាត់នៅ group developer ឬក៏ group UX UI គឺគាត់អាច access ទៅកាន់ folder ឬក៏ file ដែលយើង assign permission ទៅឲ្យ group DevOps ទេអញ្ចឹងឥឡូវយើងចាប់ផ្ដើមចំណុចទី 8 ទាំងអស់គ្នាអញ្ចឹងឥឡូវហ្នឹងដោយសារតែយើងត្រូវធ្វើការ test អញ្ចឹងយើងត្រូវតែមាន user ណាមួយនៅក្នុង group ដើម្បីយើងងាយស្រួលក្នុងការ test អញ្ចឹងឥឡូវខ្ញុំសូមធ្វើការបង្កើតនៅ user មួយសម្រាប់ test អញ្ចឹងឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុង user ឈុនរតនាអញ្ចឹងឥឡូវខ្ញុំធ្វើការបង្កើតនៅ user ផ្សេងមួយទៀតអញ្ចឹងយើងប្រើប្រាស់នៅ sudo user add /bin pass ដើម្បីឲ្យវានៅក្នុង home directory អញ្ចឹងខ្ញុំដាក់ឈ្មោះថាបុប្ផាចុច enter ហើយខ្ញុំធ្វើការដាក់ password ឲ្យ user បុប្ផាខ្ញុំច្រឡំសេអក្សរ B អញ្ចឹងខ្ញុំដាក់អញ្ចឹង B ផាអញ្ចឹង user B ផាអញ្ចឹងធ្វើការដាក់ password ឲ្យគាត់ដាក់ user ឲ្យ user B ផាអញ្ចឹងឥឡូវ password update successfully យើងដាក់ password បានជោគជ័យហើយបន្តមកទៀតយើង add user បុប្ផាហ្នឹងចូលទៅកាន់ group DevOps អញ្ចឹងយើង add គាត់ចូលទៅក្នុង group DevOps អញ្ចឹងយើងប្រើប្រាស់នៅ command sudo user mode -ag add group បន្តមកទៀតយើងដាក់ទៅ group មួយណាអញ្ចឹងយើងដាក់គាត់ទៅក្នុង group DevOpsជាងដាក់ user B ផាចូលទៅកាន់ group DevOps អញ្ចឹងយើងដាក់ឈ្មោះគាត់ពីក្រោយមកអញ្ចឹងបន្ទាប់ពីចប់ command ហ្នឹងធ្វើការ enter ឥឡូវយើងធ្វើការឆែកទាំងអស់គ្នាតើ user B ផាហ្នឹងគាត់បានចូលទៅកាន់ group DevOps ហើយនៅប្រើប្រាស់នៅក្នុងជាង cat មើលpath WD ចឹងយើងឃើញនេះ user B ផានេះគឺគាត់ស្ថិតនៅក្នុង group DevOps អញ្ចឹងយើង add គាត់ទៅក្នុង group DevOps បានជោគជ័យអញ្ចឹងឥឡូវបន្ទាប់ពីបង្កើត user មួយហើយដើម្បី test យើងចូលទៅកាន់ចំណុចរបស់យើងវិញអញ្ចឹងនៅក្នុងចំណុចរបស់យើងនេះគឺយើងអត់ចង់ឲ្យ user ពី group ផ្សេងហ្នឹងគឺគាត់អាច access ចូលទៅកាន់ group DevOps ទេអញ្ចឹងឥឡូវយើងសាកបើសិនជាយើងចង់បាននៅលក្ខខណ្ឌមួយហ្នឹងអញ្ចឹងយើងធ្វើការដាក់លក្ខខណ្ឌទៅឲ្យ file devops.process ហ្នឹងអញ្ចឹងមុននឹងធ្វើការ assign permission យើងផ្ដល់សិទ្ធិជា owner ទៅកាន់ group DevOps ហ្នឹងសិនអញ្ចឹងយើងផ្ដល់សិទ្ធិ owner ឲ្យគាត់ chយើងដាក់ឈ្មោះគ្រប់មក DevOps តមកទៀតយើងដាក់ឈ្មោះ file អញ្ចឹង file ហ្នឹងឈ្មោះថា DevOps process.txt អញ្ចឹងចុច enter ឥឡូវយើងបាន assign permission យើងបាន assign នៅសិទ្ធិជា owner ទៅកាន់group DevOps ហើយអញ្ចឹងយើងទៅមើលលក្ខខណ្ឌរបស់យើងអញ្ចឹងបើទោះបីជាយើងបាន assign set owner ទៅឲ្យ group DevOps ក៏ដោយប៉ុន្តែ file ហ្នឹងគឺនៅតែអាច
execute បានដោយសារតែយើងអត់ទាន់ធ្វើការផ្លាស់ប្ដូរនៅ permission របស់វា permission file អញ្ចឹងឥឡូវយើងធ្វើការផ្លាស់ប្ដូរនៅ permission file អញ្ចឹងយើងប្រើប្រាស់ command chmod ដដែលតមកទៀតយើងធ្វើការ assign set file ហ្នឹងអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំដាក់ set ទៅឲ្យ file ហ្នឹងសម្រាប់ group owner គឺគាត់ read write ហើយនឹង execute លេខ7ហើយសម្រាប់ group ផ្សេងហើយសម្រាប់ group ដាក់លេខ5សម្រាប់ order ដាក់លេខ0អញ្ចឹង order user order គាត់អត់អាចធ្វើការ read write អីបានទាំងអស់អញ្ចឹងគឺ permission គាត់គឺស្មើ0តមកទៀតយើងដាក់ឈ្មោះ file យើង assign permission ហ្នឹងទៅកាន់ file មួយណាយើងដាក់ទៅកាន់ file dev of process .txt អញ្ចឹងឥឡូវយើងបាន assign permission assign ទៅកាន់ user ទៅកាន់ group អីបានហើយអញ្ចឹងឥឡូវយើងធ្វើការ test ទាំងអស់គ្នាអញ្ចឹងឥឡូវ user របស់ខ្ញុំផ្ទាល់គឺស្ថិតនៅក្នុង group dev of អញ្ចឹងខ្ញុំអាច read write និង execute file នឹងបានអញ្ចឹងខ្ញុំធ្វើការ test ក្នុងការ read write file ហ្នឹងឥឡូវខ្ញុំប្រើប្រាស់ធ្វើការ test write សាកមើលប្រើប្រាស់ go Linuxធ្វើការចុច enter អញ្ចឹងឥឡូវខ្ញុំបាន write file នឹង write content ចូលទៅក្នុង file ហ្នឹងឥឡូវខ្ញុំធ្វើការ test ក្នុងការ read ម្ដងអញ្ចឹង cat dev of អញ្ចឹងខ្ញុំអាច read file នឹងបានខ្ញុំអាច write និង read file នឹងបានចុះ user ផ្សេង user សុកុយដែលយើងuser ចុះ user ផ្សេង user ដែលយើងបានបង្កើតមុនហ្នឹងគឺ user bpa អញ្ចឹងតាមពិតទៅខ្ញុំត្រូវ test នៅក្នុងការ execute file នឹងមួយទៀតប៉ុន្តែវាជាប្រភេទ file txt អញ្ចឹងចំណុចនេះទុំម្ដងហើយឥឡូវយើងចូលទៅកាន់ user bpa ម្ដងអញ្ចឹងយើងប្រើប្រាស់ sudoឥឡូវយើងចូលទៅកាន់ user bpa នឹងបានជោគជ័យហើយអញ្ចឹងគាត់ permission របស់គាត់គឺលេខ5អញ្ចឹងលេខ5គឺគាត់អាចត្រឹមតែ read ហើយនឹង execute ទេអញ្ចឹងឥឡូវយើងធ្វើការ test ទាំងអស់គ្នាអញ្ចឹងឥឡូវប្រើប្រាស់នៅ command cat អញ្ចឹងយើង test ដំបូងយើងធ្វើការ read សិនបន្ទាប់យើងដាក់ file មួយនឹងទៅអញ្ចឹងយើងអាច read បានយើងអាច read ទៅលើ file dev of process យើងអាច read បានអញ្ចឹងឥឡូវយើងធ្វើការ write សាកមើលប្រើប្រាស់ go អញ្ចឹងយើងឃើញថានៅពេលដែលយើងធ្វើការ write file ហ្នឹងគឺអត់បានទេវាបង្ហាញ message មួយគឺ permission deny អញ្ចឹងហេតុអីបាន deny ដោយសារតែយើងបាន set permission ឲ្យគាត់ត្រឹមតែលេខ5ទេអញ្ចឹងលេខ5គាត់មានសិទ្ធិត្រឹមតែ read ហើយនឹង execute ទេគាត់មានសិទ្ធិ write ទេអញ្ចឹងការដល់ permission file ការ test របស់យើងគឺបានជោគជ័យហើយនៅសល់ file ផ្សេងទៀតគឺយើងអាច test បានគឺក្នុងលំនាំតែមួយអញ្ចឹងវីដេអូរបស់ខ្ញុំតាក់ទងជាមួយនឹងការងារ prepare ការងារទី2សម្រាប់ midterm មានប៉ុណ្ណឹងអរគុណលោកគ្រូជម្រាបលា